បងប្អូនដែលធ្លាប់ឆ្ងល់ទេនៅពេលដែលបងប្អូនកំពុងតែសម្លឹងមើលទូរស័ព្ទដៃរបស់បងប្អូនកំពុងតែសម្លឹងមើលទៅលើកម្មវិធី AI ដែលកំពុងតែសរសេរអត្ថបទឬបងប្អូនកំពុងតែសម្លឹងមើលទៅលើប្រព័ន្ធសេដ្ឋកិច្ចសកលទាំងមូលហើយបងប្អូនក៏មានអារម្មណ៍ឆ្ងល់ថាតើវាមានដំណើរការបានយ៉ាងដូចម្តេចតើបងប្អូនដែលមានចម្ងល់បែបនេះដែរឬទេនៅក្នុងសម័យកាលរបស់យើងនេះវិទ្យាសាស្ត្រហើយនិងបច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏ស្មុគស្មាញខ្លាំងមែនទែនរហូតដល់មនុស្សទូទៅជាច្រើនមានអារម្មណ៍ថាវាដូចជាឧបករណ៍វេទមន្តឬក៏អាចកំបាំងមួយដែលមនុស្សទូទៅទាំងនោះយល់ថាវាមានតែអ្នកជំនាញមួយក្តាប់ទូចប៉ុណ្ណោះដែលយល់អំពីវាប៉ុន្តែបងប្អូនមានដឹងទេថានៅពេលដែលមហាជនលែងយល់អំពីភាពស្មុគស្មាញទាំងអស់នេះលែងយល់អំពីរបៀបដែលពិភពលោកបច្ចុប្បន្ននេះដំណើរការនោះវាមិនមែនគ្រាន់តែជាបញ្ហាផ្ទាល់ខ្លួនរបស់នរណាម្នាក់នោះទេវានឹងក្លាយទៅជាហានិភ័យដ៏ធំបំផុតចំពោះស្ថិរភាពនៃសង្គមរបស់យើងទាំងមូលនៅក្នុងវីដេអូមួយនេះគឺយើងនឹងនិយាយគ្នាអំពីប្រធានបទដ៏សំខាន់មួយដែលទាក់ទងជាមួយនឹងភាពឃ្លាតឆ្ងាយនៃមតិសាធារណៈចំពោះចំណេះដឹងបងប្អូននៅពេលដែលអ្វីៗមើលទៅដូចជាវេទមន្តនោះតើវានឹងមានអ្វីកើតឡើងចម្លើយនោះគឺថាទំនុកចិត្តរបស់យើងគឺវានឹងចាប់ផ្ដើមចុះខ្សោយនៅក្នុងពិភព Digital ហើយនិងព័ត៌មានវិទ្យានេះបើយើងមិនយល់អំពីរបៀបដែលក្បួនដោះស្រាយដែលយើងហៅថា algorithm នៃបណ្ដាញសង្គមដែលយើងកំពុងតែប្រើប្រាស់ដែលវាកំពុងតែជ្រើសរើសព័ត៌មានយកមកបង្ហាញឲ្យយើងហាក់បីដូចជាយើងមិនយល់អំពីរបៀបដែលវ៉ាក់សាំងវាការពារខ្លួនរបស់យើងអញ្ចឹងដែរការមិនយល់បែបនេះវានឹងនាំឲ្យយើងចាប់ផ្ដើមមានការសង្ស័យមានការភ័យព្រួយភ័យខ្លាចហើយនឹងចាប់ផ្ដើមមានការមិនទុកចិត្តជាដើមភាពឃ្លាតឆ្ងាយហើយនឹងការមិនទុកចិត្តនេះហើយវាគឺជាគ្រោះថ្នាក់ចំពោះលទ្ធិប្រជាធិបតេយ្យហើយនឹងមហាជនប្រជាពលរដ្ឋរបស់យើងទូទៅពីព្រោះវានឹងធ្វើឲ្យប្រជាជនទូទៅងាយរងគ្រោះនឹងការកុហកដ៏សាមញ្ញពីអ្នកដែលមានឥទ្ធិពលហើយនឹងពួកគាត់ងាយបង្ខំឲ្យទទួលយកគំនិតណាមួយដោយមនុស្សដែលមានឥទ្ធិពលនៅក្នុងសង្គមទាំងនោះទាក់ទាញពួកគាត់ឲ្យជឿតាមត្រង់ចំណុចនេះតើវាមានន័យដូចម្តេចបងប្អូននៅពេលដែលមនុស្សមិនយល់អំពីការពិតដ៏ស្មុគស្មាញពួកគេនឹងចាប់ផ្ដើមស្វែងរកចម្លើយណាដែលសាមញ្ញហើយងាយស្រួលដែលនេះហើយគឺជាឱកាសមាសរបស់ពួកអ្នកនយោបាយបែបប្រជាពិធជាឱកាសមាសរបស់ពួកអ្នកឆ្លៀតឱកាសទាញផលប្រយោជន៍ពីមហាជនឬជាឱកាសមាសរបស់អ្នកឃោសនាដែលពួកគេពូកែនិយាយទាក់ទាញដែលយើងហៅថា charismatic leader ពួកគេទាំងនោះនឹងឆ្លៀតឱកាសឈរនៅពីមុខវងមនុស្សហើយនិយាយទាក់ទាញមហាជនថារឿងទាំងអស់នេះផលិតផលទាំងនេះបញ្ហាទាំងនេះលក្ខណៈគឺមានការចូលរួមដោយក្រុមពួកអ្នកជំនាញវាពិតជាល្អវាពិតជាពិសេសជឿខ្ញុំទៅខ្ញុំនឹងជួយដោះស្រាយវាឲ្យអ្នករាល់គ្នាលក្ខណៈការកុហកដ៏សាមញ្ញបែបនេះវាតែងតែឈ្នះលើការពិតដ៏ស្មុគស្មាញជានិច្ចប្រសិនបើមហាជនមិនមានមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលនេះហើយគឺជាពេលវេលាដែលលទ្ធិប្រជាធិបតេយ្យនិងស្ថិរភាពនៅក្នុងសង្គមចាប់ផ្ដើមបែកបាក់ហើយនឹងមានភាពមិនទុកចិត្តតើយើងត្រូវដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចដំណោះស្រាយនោះគឺយើងត្រូវតែបញ្ច្រាស់និន្នាការនេះដោយធ្វើឲ្យស្ថាបត្យកម្មនៃការយល់ដឹងរបស់យើងអាចចូលរួមដំណើរការអាចបត់បែនបានសម្រាប់គ្រប់មនុស្សគ្រប់គ្នាយើងត្រូវតែបំបែកភាពអាថ៌កំបាំងរបស់អ្នកជំនាញវិទ្យាសាស្ត្រព័ត៌មានការបង្កើតគំរូហើយនឹងតក្កវិទ្យាគឺវាមិនមែនជាសិទ្ធិផ្ដាច់មុខរបស់នរណាម្នាក់នោះទេមនុស្សគ្រប់គ្នាមិនថាអ្នកជាកសិករគ្រូបង្រៀនអ្នកលក់អនឡាញឬក៏សិស្សនោះទេគឺសុទ្ធតែមានសមត្ថភាពក្នុងការយល់ដឹងពីគោលការណ៍មូលដ្ឋានទាំងនេះបានបើអ្នកជាអ្នកជំនាញចូលឈប់ប្រើពាក្យបច្ចេកទេសដើម្បីបង្អួតឬធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាខ្លួនឯងតូចតាចមិនដឹងអ្វីបើអ្នកជាអ្នកជំនាញចូលចេះពន្យល់រឿងដ៏ស្មុគស្មាញឲ្យคล้ายទៅជារឿងសាមញ្ញបើអ្នកជាមនុស្សទូទៅចូលកុំខ្លាចក្នុងការសួរថាតើវានឹងដំណើរការយ៉ាងដូចម្តេចការសួរដេញដោលរកហេតុផលគឺជាវិធីដ៏ល្អបំផុតដើម្បីបណ្ដុះបណ្ដាលសាធារណជនឲ្យកាន់តែមានព័ត៌មាននិងចូលរួមយ៉ាងសកម្មបងប្អូននៅពេលដែលបងប្អូនចំណាយពេលដើម្បីរៀនពីគំនិតទាំងនេះរៀនពីរបៀបគិតបែបតក្កវិទ្យារៀនពីរបៀបវិភាគទិន្នន័យរៀនពីរបៀបស្គាល់ព័ត៌មានคล้ายៗបងប្អូនកំពុងតែធ្វើរឿងមួយដែលធំធេងជាងការអភិវឌ្ឍខ្លួនឯងទៅទៀតបងប្អូនគួរដឹងថាបងប្អូនរៀននេះមិនត្រឹមតែជាការកែលម្អខ្លួនឯងតែប៉ុណ្ណោះនោះទេប៉ុន្តែបងប្អូនកំពុងតែចូលរួមពង្រីកសាច់សង្គមឬយើងហៅថា social fabric សូមបងប្អូនគិតមើលចុះនៅពេលដែលបងប្អូនចេះវែកញែករកហេតុផលបងប្អូននឹងមិនងាយចែករំលែកព័ត៌មានคล้ายៗដែលបង្កឲ្យមានការបែកបាក់សាមគ្គីភាពក្នុងគ្រួសារឬក្នុងសង្គមនោះទេនៅពេលដែលបងប្អូនយល់ពីបច្ចេកវិទ្យាបងប្អូនអាចជួយបញ្យល់ដល់ឪពុកម្ដាយ
ឬកូនចៅរបស់បងប្អូនឲ្យចេះការពារខ្លួនពីការបោកប្រាស់តាមអ៊ីនធឺណិតបានរាល់ពេលដែលបងប្អូនយល់ពីការពិតមួយបងប្អូនកំពុងតែបន្ថែមឥដ្ឋមួយដុំដើម្បីកសាងប្រាសាទនៃការពិតរួមគ្នាមួយបងប្អូនកំពុងតែចូលរួមចំណែកនៅក្នុងពិភពលោកមួយដែលការពិតគឺជាធនធានសង្គមរួមគ្នាមួយមិនមែនជាអាវុធដែលក្រុមមនុស្សមួយក្តាប់ទូចប្រើប្រាស់វាដើម្បីគ្រប់គ្រងអ្នកដទៃនោះទេដូច្នេះហើយទើបការបដិញ្ញាចិត្តចំពោះភាពច្បាស់លាស់និងការយល់ដឹងគឺជាអ្វីដែលធ្វើឲ្យព័ត៌មានពិតជាមានប្រយោជន៍និងមានសុពលភាពសម្រាប់ប្រយោជន៍រួមរបស់យើងបងប្អូនសូមកុំអនុញ្ញាតឲ្យចំណេះដឹងคล้ายទៅជាកំផែងដែលបែងចែកយើងពីអ្នកជំនាញចូលយើងរួមគ្នាទម្លាយជញ្ជាំងនៃភាពល្ងងខ្លៅហើយនឹងការភ័យខ្លាចទាំងនោះការរៀនសូត្រពីរបៀបដែលពិភពលោកដំណើរការគឺជាការការពារខ្លួនយើងពីការបោកបញ្ឆោតហើយនឹងការការពារសង្គមរបស់យើងពីការដួលរលំផងដែរសូមបងប្អូនកុំគ្រាន់តែធ្វើជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឬជាអ្នកទទួលព័ត៌មានដោយងងឹតងល់ចូលคล้ายខ្លួនឯងទៅជាប្រជាពលរដ្ឋដែលមានព័ត៌មានមានតក្កវិជ្ជានិងចូលរួមកសាងការពិតឲ្យคล้ายទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សង្គមរបស់យើងទាំងអស់គ្នា